ពិធីបុណ្យកឋិនទានសាមគ្គីដង្ហែចូលទៅកាន់វត្តឧត្តមពរហៅវត្តក្រាំងលវាខ្ញុំព្រះករុណាយើងខ្ញុំទាំងអស់គ្នាជាអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមពរហៅវត្តក្រាំងលវាព្រមទាំងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយទាំងអស់បានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គីដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពតសីមាវត្តឧត្តមពរហៅវត្តក្រាំងលវាស្ថិតនៅក្នុងភូមិក្រាំងលវាឃុំក្រាំងលវាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងអាស្រ័យហេតុដោយបានទូលប្រគេននិងជម្រាបជូនខាងលើខ្ញុំព្រះករុណាយើងខ្ញុំទាំងអស់គ្នាសូមនិមន្តនិងគោរពអញ្ជើញព្រះដេចគុណសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាលោកគ្រូអ្នកគ្រូសិស្សានុសិស្សកម្មករកម្មការិនីនិងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់មេត្តានិមន្តនិងអញ្ជើញចូលរួមចាប់មគ្គផលនិងអនុមោទនាផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនកម្មវិធីបុណ្យថ្ងៃសៅរ៍11កើតខែកដិកឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 2:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទទាំងអស់នៅលើឧបដ្ឋានសាលាវត្តក្រាំងលវាវេលាម៉ោង 3:00 នាទីរសៀលធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាថ្ងៃអាទិត្យ12កើតខែកដិកឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 6:30 នាទីព្រឹកប្រគេនយគូដល់ព្រះសង្ឃវេលាម៉ោង 10:00 នាទីព្រឹកវេផតាហាប្រគេនចំពោះព្រះសង្ឃវេលាម៉ោង 12:00 នាទីថ្ងៃត្រង់ជួបជុំពុទ្ធបរិស័ទមកពីទីជិតឆ្ងាយទាំងអស់ដង្ហែអង្គឋានទានប្រទក្សិណ3ជុំព្រះវិហារនិងវេអង្គឋានទានប្រគេនព្រះសង្ឃក្នុងព្រះវិហាររួចព្រះសង្ឃពហុទេវាដាឆ្លងជាកិច្ចបង្ហើយបុណ្យអ្នកផ្ដើមបុណ្យអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមពរហៅវត្តក្រាំងលវាព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ក្នុងនិងក្រៅប្រទេសទាំងអស់សូមឲ្យម្ចាស់អង្គឋានទានទាំងអស់ជួបប្រទះនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមទំនាក់ទំនងទូរស័ព្ទលេខ012 20 25 40សុខោបញ្ញសៈអុជយោការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខសូមអរព្រះគុណនិងអរគុណ